សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដំណាក់រឿងសម្រាប់យប់នេះផងដែរ Admin មានរឿងដ៏រន្ធត់ព្រឺព្រួចកាយសាហាវមួយលើកមកនិទានជូនបងប្អូនស្ដាប់កំសាន្តនាពេលរាត្រីតោះកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ទាំងអស់គ្នារឿងនេះផងដែរខ្ញុំបានទទួលពីមីងម្នាក់ដែលគាត់បាននិយាយប្រាប់ខ្ញុំរឿងនេះកើតឡើងនៅភូមិមួយដាច់ស្រយាលពីគេឯងក្នុងស្រុកមួយនៅលើទឹកដីខេត្តបាត់ដំបងនៅក្នុងភូមិនោះមានស្រីម្នាក់ឈ្មោះនាងច័ន្ទនាងជាស្រីស្អាតម្នាក់ប្រចាំភូមិនាងមានរូបរាងស្លីមស្អាតហើយពូកែធ្វើម្ហូបទៀតផងស្រាប់តែថ្ងៃមួយនាងបានទៅស្គាល់បុរសម្នាក់ឈ្មោះថាអាពៅជាកសិករក៏ជាកំឡោះសង្ហាប្រចាំភូមិមិនយូរប៉ុន្មានពួកគេក៏បានរៀបការជាមួយនឹងគ្នាជីវិតរបស់ពួកគេហាក់ដូចជាមានសុភមង្គលណាស់ប៉ុន្តែអ្វីៗក៏បានប្រែប្រួលនៅពេលដែលនាងច័ន្ទចាប់ផ្ដើមមានផ្ទៃពោះពោះរបស់នាងចាប់ផ្ដើមរីកធំឡើងខុសពីស្ត្រីមានផ្ទៃពោះធម្មតាអ្នកភូមិម្នាក់នាំគ្នាខ្សឹបខ្សៀវគ្នាពីភាពចម្លែកមួយនេះប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទៅសួរនាំនាងឡើយនាងខ្លួនឯងក៏មានអារម្មណ៍ថាភ័យខ្លាចចំពោះរឿងនេះដែរប៉ុន្តែនាងមិនដែលនិយាយប្រាប់ប្តីនាងឡើយព្រោះខ្លាចគាត់បារម្ភរយៈពេល9ខែ10ថ្ងៃក៏បានមកដល់នាងច័ន្ទបានឈឺពោះយ៉ាងខ្លាំងអាពៅប្រញាប់ប្រញាល់ទៅរកគ្រូពេទ្យបុរាណមកជួយសង្គ្រោះនាងប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់ហើយមិនគួរឲ្យជឿទៀតនោះនៅពេលដែលគ្រូពេទ្យបុរាណបានពិនិត្យគាត់ក៏បានប្រាប់ថានៅក្នុងពោះរបស់នាងច័ន្ទមិនមែនជាកូនមនុស្សនោះទេតែជាដុំឈាមមួយដ៏ធំលោកគ្រូពេទ្យអោនមុខចុះហើយនិយាយថាសុំទោសខ្ញុំមិនអាចជួយនាងបានទេមិនយូរប៉ុន្មានបន្ទាប់ពីលោកគ្រូពេទ្យបាននិយាយនាងច័ន្ទក៏បានលាចាកលោកនេះទៅរួមទាំងកូននៅក្នុងផ្ទៃផងដែររីឯអាពៅជាប្តីមានទុក្ខសោកយ៉ាងខ្លាំងចំពោះការបាត់បង់ប្រពន្ធជាទីស្រឡាញ់បន្ទាប់មកក្រុមគ្រួសារនិងអ្នកភូមិបានរៀបចំពិធីបុណ្យសពនាងទៅតាមប្រពៃណីប៉ុន្តែចាប់តាំងពីថ្ងៃនោះមកអ្នកភូមិជាច្រើនបានជួបប្រទះនឹងរឿងចម្លែកគេតែងតែឮសូរសំឡេងយំសោកបោកយ៉ាងខ្លាំងនៅពេលយប់ជាពិសេសនៅតាមផ្លូវដែលនាងច័ន្ទធ្លាប់ដើរទៅមកចំណែកឯអ្នកខ្លះទៀតក៏បានឃើញស្ត្រីម្នាក់មានពោះធំយ៉ាងសម្បើមឈរនៅកណ្ដាលផ្លូវនៅពេលដែលគាត់កំពុងធ្វើដំណើររីឯអ្នកខ្លះទៀតនាងច័ន្ទបានទៅសួរសុខទុក្ខដល់មុខផ្ទះតែម្ដងអ្នកនៅក្នុងភូមិដែលមិនទាន់ជួបរឿងនេះជឿថានេះជាវិញ្ញាណរបស់នាងច័ន្ទដែលមិនទាន់ទៅណាឆ្ងាយនោះទេដោយសារតែរឿងរ៉ាវទុក្ខសោករបស់នាងនិងកូនក្នុងផ្ទៃដែលមិនទាន់បានកើតមកឃើញពិភពលោកទាំងមូលរឿងរ៉ាវរបស់នាងច័ន្ទធ្វើឲ្យអ្នកភូមិម្នាក់ភ័យសឹងតែជ្រុះសោះរឿងនេះផងដែរត្រូវបានគេនិយាយតគ្នានៅក្នុងភូមិរហូតមកដល់សព្វថ្ងៃនេះហើយអ្នកភូមិនៅតែខ្លាចរអានៅពេលដែលធ្វើដំណើរម្នាក់ឯងនៅពេលយប់ជាពិសេសនៅតាមផ្លូវចាស់ដែលគេជឿថាខ្មោចនាងច័ន្ទតែងតែលងបន្លាចរឿងរ៉ាវកាន់តែរន្ធត់នោះអ្នកភូមិខ្លះចាប់ផ្ដើមជួបប្រទះរឿងចម្លែកផ្សេងទៀតមានអ្នកខ្លះធ្វើដំណើរកាត់ផ្លូវរបស់នាងច័ន្ទធ្លាប់ដើរនាងក៏បានសុំទៅជាមួយផងដែរអ្នកខ្លះទៀតក៏ឮសំឡេងនាងហៅប៉ុន្តែពេលដែលគាត់ងាកក្រោយបែរជាមិនមានឃើញអ្វីទាំងអស់បន្ទាប់ពីរឿងរ៉ាវអ្នកភូមិជួបប្រទះរឿងមួយទៀតទៅដល់អាពៅដែលជាប្តីរបស់នាងតែម្ដងយប់មួយអាពៅដែលជាប្តីរបស់នាងគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះស្រាប់តែគេភ្ញាក់ឡើងដោយសារឮសំឡេងខ្សឹបខ្សៀវតិចនៅក្បែរត្រចៀកគេបើកភ្នែកតែមិនឃើញអ្វីសោះសំឡេងនោះ
នៅតែបន្តខ្សឹបខ្សៀវធ្វើឲ្យគេព្រឺសម្បុរខ្ញាក់គេព្យាយាមស្ដាប់នៅតែមិនអាចចាប់សេចក្តីបានភ្លាមនោះសំឡេងខ្សឹបខ្សៀវនោះក៏បានបាត់ទៅវិញប៉ុន្តែមិនយូរប៉ុន្មានគេក៏បានឮសំឡេងដកដង្ហើមធ្ងន់ធ្ងរនៅក្បែរគ្រែគេម្ដងទៀតលើកនេះគេមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរមើលគេនៅចុងគ្រែគេបើកភ្នែកភ្លាមតែមិនឃើញអ្វីសោះលុះដល់ព្រឹកឡើងអាពៅបានរៀបរាប់រឿងដែលគេបានជួបប្រទះប្រាប់ទៅអ្នកភូមិបន្ទាប់ពីឮប្តីរបស់នាងច័ន្ទបានប្រាប់ហេតុការណ៍ដែលគេជួបពីយប់មិញមកម្នាក់នាំគ្នាបើកភ្នែកធំនិងស្រឡាំងកាំងជាខ្លាំងហើយពួកគេជឿថាវិញ្ញាណរបស់នាងច័ន្ទនៅតែមិនទាន់ស្ងប់ចិត្តប្រហែលជាចង់ប្រាប់អ្វីមួយដល់ពួកគេចាប់តាំងពីពេលនោះមកអាពៅដែលជាប្តីតែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលជូននាងនិងកូននៅក្នុងផ្ទៃដែលបានស្លាប់ទៅគេសង្ឃឹមថាវិញ្ញាណរបស់នាងនឹងទៅកាន់សុគតិភពប៉ុន្តែទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវនៃការលងបន្លាចរបស់ខ្មោចស្រីពស់ធំនៅតែបន្តកើតឡើងនៅក្នុងភូមិរហូតមកដល់ថ្ងៃមួយមានព្រះសង្ឃដែលមានបារមីខ្ពស់បាននិមន្តមកកាន់ភូមិនោះព្រះសង្ឃបានឮអ្នកភូមិប្រាប់ពីដំណើររឿងរបស់ខ្មោចស្រីពស់ធំនោះបន្ទាប់មកព្រះសង្ឃក៏បានធ្វើពិធីរំដោះវិញ្ញាណតាំងពីពេលនោះមកការលងបន្លាចក៏លែងកើតមានឡើងបន្ទាប់ពីព្រះសង្ឃបានធ្វើពិធីរំដោះវិញ្ញាណហើយអ្នកភូមិក៏មានសេចក្តីសុខឡើងវិញហើយខ្មោចស្រីពស់ធំនោះក៏ក្លាយជារឿងព្រេងនិទានដែលគេនិយាយតគ្នារហូតមកដល់សព្វថ្ងៃនេះរឿងខ្មោចពស់ធំadmin សុំស្លេះតែត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាស្ដាប់រឿងនេះតាំងពីដើមរហូតមកដល់ចប់តើអ្នកទាំងអស់គ្នាធ្លាប់ឮរឿងដែលស្រដៀងនេះដែរឬទេបើមានជួយ comment ប្រាប់ admin ម្នាក់មួយផង